ចឹងនៅក្នុងការរោមានហើយនឹង standard deviation នៅក្នុងកម្មវិធីចេះនេះអានឹងក្នុងករណីដែលក្រុមការងារយើងបានអឺតម្លើងកម្មវិធីចេះនឹងហើយចឹងកន្លែងនេះខ្ញុំអាចបែងចែកជា3ផ្នែកផ្នែកទី1គឺផ្នែកសម្អាតទិន្នន័យណាចឹងឧទាហរណ៍ថាយើងមានទិន្នន័យមួយបែបនេះហើយពេលដែលយើងតម្លាក់ជូនអ្នកសិក្សាហើយអ្នកសិក្សាបានបំពេញមកហើយចឹងសូមគ្នាយើងបំលែង Google Form ហ្នឹងទៅជា sheet បែបនេះមកបាទអញ្ចឹងកន្លែងនេះគ្នាយើងអាចអឺ duplicate មកណាអញ្ចឹង duplicate មកបដូរឈ្មោះអញ្ចឹងហើយអញ្ចឹងបន្ទាប់ពីបដូរហើយកន្លែងនេះគ្នាយើងអាចលុបក៏បានដែរខាងលើនេះណាបាទអញ្ចឹងគ្នាយើងអាចលុបចាញ់ទៅអញ្ចឹងអាហ្នឹងសម្រាប់តែមុខវិជ្ជាគណិតវិទ្យាណាសំទោសឯកទេសគណិតវិទ្យាអញ្ចឹងគ្នាយើងអាចលុបអញ្ចឹងបន្ទាប់មកទៀតគ្នាយើងអាចដោយសារតែលេខនេះជាលេខខ្មែរអញ្ចឹងនៅក្នុងកម្មវិធីចេះនេះស្គាល់តែលេខអារ៉ាប់ណាបាទតែពិតស្គាល់លេខខ្មែរដែរប៉ុន្តែយើងអាចបដូរទៅជាលេខអារ៉ាប់ទាំងអស់ទៅបាទអញ្ចឹងវិធីបដូរលេខហ្នឹងគ្នាយើងគ្រាន់តែ select ទាំងអស់អញ្ចឹងមកហើយបន្ទាប់មកចុច Control H ណាបាទចុច Control H មកយើងប្រើពាក្យ replace ណាបាទអញ្ចឹងឧទាហរណ៍ទៅលេខ1អញ្ចឹងលេខ1ខ្មែរយើងបដូរទៅជាលេខ1អារ៉ាប់បាទហើយបន្ទាប់មកលេខ2អញ្ចឹងលេខ2ខ្មែរបដូរទៅជាលេខ2អារ៉ាប់លេខ3បាទអញ្ចឹងលេខ3ខ្មែរបដូរទៅលេខ3អារ៉ាប់ដែរអញ្ចឹងពេលនេះគឺ data របស់យើងคล้ายទៅជាលេខអារ៉ាប់ទាំងអស់អញ្ចឹងបន្ទាប់ពីយើងបដូរលេខខ្មែរទៅលេខអារ៉ាប់ហើយយើងអាចចងជាកូដដើម្បីយើងយកទៅដាក់នៅក្នុងកម្មវិធីចេះណាបាទអញ្ចឹងយើងវិធីចងកូដយើងអាចមកមើលនៅក្នុងកម្រងសំណួររបស់យើងអញ្ចឹងកម្រងសំណួររបស់យើងនេះឧទាហរណ៍ថាផ្នែកទី1ណាអញ្ចឹងផ្នែកទី1យើងមាន12កម្រងសំណួរបាទហើយផ្នែកទី2យើងមាន5ណាបាទអញ្ចឹងដោយសារតែយើងពិបាកកំណត់សម្គាល់នៅក្នុង Google Sheet នេះយើងអាចចងជាកូដអញ្ចឹងទៅបាទអញ្ចឹងខ្ញុំអាចថែម row នៅខាងលើនឹងមួយបាទថែម row នៅខាងលើនឹងមួយមកអូខេអញ្ចឹងបន្ទាប់ពីនឹងហើយគ្នាយើងអាចអូបាទយើងអាចដាក់លេខ1រហូតដល់លេខ12ដោយសារអីដោយសារតែកម្រងសំណួរទី1បាទកម្រងសំណួរផ្នែកទី1ហ្នឹងមានដល់12ណាបាទអញ្ចឹងយើងអាចអូសលេខមកបាទឲ្យដល់12មកអញ្ចឹងពេលដែលយើងអូសបានដល់លេខ12ហើយគ្នាយើងអាចចុចមើលកន្លែងនេះមកដើម្បីថាកម្រងសំណួរហ្នឹងត្រូវគ្នាត្រឹមលេខ12ហ្នឹងអញ្ចឹងគ្នាយើងអាចមកមើលកន្លែងនេះបានណាអញ្ចឹងគឺកម្រងសំណួរទី2ហ្នឹងគឺយើងនិយាយអំពីកម្រិតពេញចិត្តជារួមលើការសិក្សាមុខវិជ្ជាណាបាទមុខវិជ្ជានេះអញ្ចឹងយើងអាចទៅមើលនៅក្នុងកម្រងសំណួររបស់យើងទៅនេះបាទអញ្ចឹងវាត្រូវហើយបាទអញ្ចឹងបន្ទាប់មកទៀតសូមឲ្យគ្នាយើងដាក់ជាកូដបាទនេះកន្លែងនេះយើងអាចលុបចេញទៅកន្លែងនេះយើងអាចលុបចេញមកអឺក្រោយខ្ញុំអាចលុបចេញមួយបាទលុបចេញមួយទៅអញ្ចឹងគឺយើងតាំងកូដអញ្ចឹងកូដហ្នឹងដើម្បីយើងយកទៅដាក់នៅក្នុងកម្មវិធីចេះហ្នឹងទៅយើងងាយចាំណាអញ្ចឹងឧទាហរណ៍ថានៅក្នុងផ្នែកទី1យើងនិយាយអំពីប្រសិទ្ធភាពការសិក្សារបស់និស្សិតអញ្ចឹងកន្លែងនេះយើងអាចតាំងដោយអង់គ្លេសទៅអញ្ចឹងអង់គ្លេសខ្ញុំអាចតាំងដោយ EL អញ្ចឹងកន្លែងនេះយើងអាចសរសេររូបមន្តមួយទៅដើម្បីយើងចាប់លឿនណាបាទអញ្ចឹងសញ្ញាស្មើបើថ្មិញកណ្ដុរ EL EL ហ្នឹងអក្សរដែលយើងតាកហើយបន្ទាប់មកគឺអឺចុចសញ្ញានឹងមកបូកជាមួយនឹងលេខដែលយើងតាំងនៅខាងលើហ្នឹងអញ្ចឹងយើងចុច enter មកណាបាទអញ្ចឹងបន្ទាប់ហើយយើងអាចអូសមកដល់នេះមកណាអូសមកដល់នេះមកយើងបានកម្រសំណួរផ្នែកទី1ហើយអញ្ចឹងណាអញ្ចឹងដោយសារតែនៅក្នុងកម្មវិធីចេះហ្នឹងគឺស្គាល់តែអក្សរខ្លីៗណាបាទអញ្ចឹងយើងដាក់អក្សរវេយ្យាកើតអញ្ចឹងយើងត្រូវតែតាំងអញ្ចឹងទៅដើម្បីយើង copy យកទៅដាក់ទៅស្រួលណាបាទហ្នឹងយើងបានមកផ្នែកទី1ហើយអញ្ចឹងពេលផ្នែកទី2យើងធ្វើអញ្ចឹងដូចគ្នាដែរ
ចឹងដល់ពេលផ្នែកទី2យើងមកមើលកម្រងសំណួររបស់យើងមកបាទកម្រងសំណួររបស់យើងគឺមាន5ណាបាទអញ្ចឹងយើងពីលេខ1ដល់លេខ5ណាលេខ1 2អញ្ចឹងខ្ញុំទៅសេតែម្ដងទៅ3 4 5អញ្ចឹងយើងអាចពិនិត្យមើលកន្លែងនេះទៅតើលេខ5ហ្នឹងដូចគ្នាអត់ណាបាទកុំឲ្យមានការភ័ន្តច្រឡំគ្នាកន្លែងហ្នឹងអញ្ចឹងយើងអាចបរិមើលមកនេះសំណួរទី5គឺនិយាយអំពីកម្រិតពេញចិត្តជារួមលើចំណេះដឹងជំនាញដែលទទួលបាននៅក្នុងមុខវិជ្ជានេះបាទអញ្ចឹងយើងអាចមកមើលនៅក្នុងនេះមកនេះបាទនៅក្នុងនេះមកអញ្ចឹងដូចគ្នាណាអញ្ចឹងយើងដូចគ្នាដែរយើងអាចលុបកន្លែងនេះចេញទៅបាទលុបនេះចេញមកហើយបន្ទាប់មកយើងអាចតាំងអក្សរណាយើងអាចតាំងអក្សរដូចគ្នាអញ្ចឹងដែរអញ្ចឹងផ្នែកទី2នេះយើងនិយាយអំពីចំណេះដឹងហើយនិងជំនាញណាបាទអញ្ចឹងចំណេះដឹងនិងជំនាញហ្នឹងកន្លែងនេះខ្ញុំតាំងដោយ KS ណាបាទ knowledge ហើយនិង skill អញ្ចឹងខ្ញុំអាចសរសេរកាត់តែម្ដងនេះខ្ញុំអាចសរសេរកាត់កន្លែងនេះតែម្ដងអញ្ចឹងចុចស្មើហើយបើកក្មេងកណ្ដុរហើយយើងដាក់ KS បាទ KS ហើយយើងចុចសញ្ញានឹងមួយមកហើយយើងចុចលើលេខរៀងកម្រងសំណួរហ្នឹងបាទចាប់ទៅមកយើងបានអញ្ចឹងបាទអូខេអញ្ចឹងយើងបានកម្រងសំណួរយើងបានសម្អាតកម្រងសំណួរផ្នែកទី2ហើយអញ្ចឹងណាបាទអញ្ចឹងដល់ពេលផ្នែកទី3រហូតដល់ផ្នែកទី6សូមឲ្យគ្នាយើងធ្វើអញ្ចឹងដែរបងរហូតដល់ផ្នែកទី6មកយើងសម្អាតទិន្នន័យនឹងរួចរាល់ហើយអញ្ចឹងណាបាទ